Cape Verde មហាអំណាចតូចដែលធ្វើឲ្យពិភពលោកភ្ញាក់ផ្អើលនៅក្នុងពិភពបាល់ទាត់ដែលពោរពេញទៅដោយមហាអំណាចដូចជាអាហ្សង់ទីន ប្រេស៊ីល បារាំង និងអេស្ប៉ាញមានប្រទេសកោះតូចមួយនៅឆ្នេរខាងលិចនៃទ្វីបអាហ្វ្រិកដែលមនុស្សជាច្រើនមិនធ្លាប់រំពឹងថានឹងអាចឈរលើឆាក World Cup បានប្រទេសនោះគឺ Cape Verde ប្រទេសដែលមានប្រជាជនត្រឹមជាងកន្លះលាននាក់ប៉ុន្តែមានក្តីសុបិនធំជាងទំហំប្រទេសរបស់ខ្លួនមុនការប្រកួតចាប់ផ្ដើមអ្នកជំនាញជាច្រើនមិនបានដាក់ឈ្មោះ Cape Verde ជាបេក្ខភាពដែលអាចធ្វើឲ្យមានការភ្ញាក់ផ្អើលឡើយប៉ុន្តែបន្ទាប់ពីការប្រកួតមួយហើយមួយទៀតពួកគេបានបង្ហាញថាកម្លាំងពិតប្រាកដមិនស្ថិតនៅលើឈ្មោះល្បីឬតម្លៃកីឡាករនោះទេប៉ុន្តែស្ថិតនៅលើការរួបរวมការលះបង់និងបេះដូងដែលមិនព្រមបោះបង់ការឡើងមកដល់វគ្គចាញ់ធ្លាក់គឺជាសមិទ្ធផលដ៏អស្ចារ្យសម្រាប់ប្រទេសមួយដែលមនុស្សជាច្រើនមិនធ្លាប់ជឿថាអាចមកដល់ទីនេះបានហើយឥឡូវនេះពួកគេត្រូវប្រឈមមុខនឹងម្ចាស់ជើងឯកពិភពលោកអាហ្សង់ទីនមិនថាលទ្ធផលនឹងទៅជាយ៉ាងណានោះទេ Cape Verde បានឈ្នះបេះដូងអ្នកគាំទ្រជុំវិញពិភពលោករួចទៅហើយពួកគេបានបង្ហាញថានៅក្នុងបាល់ទាត់គ្មានអ្វីដែលមិនអាចកើតឡើងបានទេនេះមិនមែនគ្រាន់តែជារឿងរបស់ក្រុមបាល់ទាត់មួយទេវាគឺជារឿងរបស់ប្រទេសតូចមួយដែលហ៊ានសុបិនហ៊ានប្រយុទ្ធនិងហ៊ានបង្ហាញពិភពលោកថាទំហំប្រទេសមិនអាចកំណត់ទំហំក្តីសុបិនបានឡើយ Cape Verde ប្រហែលជាមិនទាន់ក្លាយជាជើងឯកពិភពលោកនៅថ្ងៃនេះប៉ុន្តែពួកគេបានក្លាយជាជើងឯកនៅក្នុងបេះដូងអ្នកគាំទ្ររាប់លាននាក់រួចទៅហើយ